ទៅមានតែបដូរភូមិថ្មីហើយនៅទីនេះខ្មោចលងសាហាវណាស់លោកអើយបន្ទាប់ពីរត់អស់ចម្ងាយរាប់សិបគីឡូដីតាំងពីយប់រហូតដល់ភ្លឺបងហេងក៏បានមកដល់ភូមិថ្មីតែបងហេងមិនដឹងទេថាភូមិខ្មោចបងហេងអើយបងហេងគេចចេញពីខ្មោចមកជួបភូមិខ្មោចទៀតតោះមកមើលបងហេងបន្តទៀតតើគាត់នឹងទៅជាយ៉ាងណាអូយដល់ភូមិថ្មីហើយសង្ឃឹមថាភូមិនេះគ្មានខ្មោចកញ្ញាដេញតាមទៀតទៅចុះបើនៅតែមានទៀតខ្ញុំមានតែរត់ទៅភពអង្គាទេលោកអើយចុះភូមិនេះស្ងាត់ម្លេះឬក៏មកពីខ្ញុំស្អាតសង្ហាពេកបានជាអ្នកភូមិគេអៀនមិនហ៊ានចេញមកឲ្យខ្ញុំឃើញមុខអញ្ចឹងកម្រិតបងហេងទៅដល់ណាស្រីភ័យអដល់នឹងដើរទៅមុខទៀតសិនក្រែងបានជួបអ្នកភូមិនៅទីនេះបើបានជួបស្រីស្អាតភូមិនេះទៀតដឹងតែលយហ្មងលើកនេះខ្មោចដឹងថាបងហេងចង់ជួបស្រីស្អាតក៏ក្លែងខ្លួនធ្វើជាស្រីស្អាតចង់ធ្វើបាបបងហេងទៀតហើយបងហេងឃើញស្រីស្អាតក៏សួរនាំថាសួស្តីកញ្ញានៅទីនេះគេហៅថាភូមិអ្វីទៅដោយសារខ្ញុំមកពីភូមិផ្សេងហើយរត់មកដល់ទីនេះសួស្តីបងប្រុសនេះគេហៅថាភូមិខ្មោចអូយច្រឡំគេហៅថាភូមិចម្លែកចឹងទៅបានបងមកដល់ទីនេះដូចជារៀងចម្លែកស្ងាត់ឲ្យជ្រាបហ្មងតោះបងហេងចូលផ្ទះខ្ញុំលេងសិនទៅខ្មោចចាប់ផ្ដើមបបួលបងហេងចូលក្នុងផ្ទះហើយនាងចង់ធ្វើស៊ីបងហេងហើយតែបងហេងមិនទាន់ដឹងខ្លួនទេថានាងជាខ្មោចឥឡូវចូលដល់វគ្គព្រឺព្រួចហើយតោះមើលបងហេងគិតពីខ្មោចរួចអត់កញ្ញាហុចទឹកឲ្យបងហេងស្រាប់តែធ្លាក់ក្បាលដល់ការ៉ូបងហេងភ័យស្លន់ស្លោហើយអីយ៉ាកញ្ញាក្បាលអូនធ្លាក់ហើយអូខ្ញុំលេងសើចទេម៉ែអើយធ្វើឲ្យបងភ័យចង់លេចនោមបាត់មិននឹកស្មានថាអូនចេះលេងសៀកទៀតផងលេងដូចមែនតែនហ្មងអូនបងសុំចូលបន្ទប់ទឹកបន្តិចមិញភ័យពេកបងបែកញើសពេញមុខអស់ហើយអូខេកញ្ញាលេងសៀកមកក្បាច់មិញដូចមែនតែនដល់អើយក្បាលរ៉ូប៊ីណេទឹកបិទបើខ្លួនឯងអញ្ចឹងដូចអត់សូវស្រួលទេនេះមិនមែនជាល្បែងស៊ីទេនេះជាផ្ទះខ្មោចពិតមានតែរកល្បិចរត់សិនហើយនៅមិនបានទេបងសុំលាទៅសិនហើយបងមិននៅញ៉ាំបាយទេតែបងមិនបានទេអូនបងត្រូវទៅបងនឹងត្រឡប់មកជិះឆាក់នេះយូយម៉ែអើយជួយផងខំកិច្ចពីខ្មោចមួយមកជួបខ្មោចមួយទៀតហេមើលទៅស្អែកមានតែទៅវត្តឲ្យលោកស្រោចទឹកឲ្យម្ដងហើយកុំឲ្យសោយទៀត